ខ្ញុំមិនទាន់ចង់ស្លាប់ទេទីនេះជាកន្លែងណាតើមួយវិនាទីមុនខ្ញុំនៅពេទ្យតើចៅមីងស៊ីជាតួអង្គនៅក្នុងប្រឡោមលោកអាយុ23ឆ្នាំតារានិកល Cancer តួអង្គក្នុងប្រឡោមលោកត្រឹមត្រូវហើយអ្នកជាតួអង្គចិត្តអាក្រក់នៅក្នុងរឿងប្រឡោមលោកតាមដឹងមកអ្នកជាកាលពីនៅក្មេងអ្នកបានរស់នៅជាមួយគ្រួសារផ្សេងទេប៉ុន្តែបន្ទាប់មកគ្រួសាររបស់អ្នកក៏បានរកឃើញអ្នកចំពេលដែលអ្នកអាយុ15ឆ្នាំប៉ុន្តែនៅក្នុងគ្រួសារគេមានមនុស្សជាទីស្រឡាញ់រួចមកហើយម្នាក់នោះគឺចៅយ័ន្តដោយសារតែការច្រណែនតួឯកស្រីនាងក៏ចាប់ផ្ដើមរកវិធីសាស្ត្រផ្សេងៗដើម្បីទាមទារចំណាប់អារម្មណ៍ពីគ្រួសារតែចុងក្រោយនាងក៏ត្រូវស្លាប់ទីបំផុតខ្ញុំរកឃើញគ្រួសារពិតរបស់ខ្ញុំហើយខ្ញុំបានផ្គាប់ចិត្តរបស់គេគ្រប់បែបយ៉ាងតែចុងក្រោយគេបែរជាចោទខ្ញុំថានរណាអ្វីគ្រប់យ៉ាងរបស់ចៅយ័ន្តទៅវិញហើយចុងក្រោយខ្ញុំក៏ត្រូវស្លាប់នាងមិនចាំបាច់សែនស្អីទេខ្ញុំគឺជាប្រព័ន្ធអសរជំនួយខ្ញុំនឹងជួយនាងផ្លាស់ប្ដូរជោគវាសនានិងអបតវហេតុផ្សេងផ្លាស់ប្ដូរជោគវាសនាត្រឹមត្រូវហើយប៉ុន្តែវាស្រេចទៅលើអ្នកទេថាព្រមឬក៏អត់ខ្ញុំកើតសារថ្មីហើយនេះជាស្នាមមុខខ្ញុំដែលបានកើតឡើងកាលពី2ឆ្នាំមុនតែទោះបីនាងកើតសារថ្មីក៏ដោយក៏នាងមិនមានសំណាងដូចមុននាងមិនអាចគេចផុតពីជំងឺមហារីកគ្រោះថ្នាក់ចរាចរណ៍និងអបតវហេតុផ្សេងបានឡើយអញ្ចឹងតើខ្ញុំត្រូវផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំដោយរបៀបណាទៅឲ្យតែនាងបានទៅជិតស្និទ្ធជាមួយមនុស្សដែលមានសំណាងខ្លាំងនោះនឹងធ្វើឲ្យនាងដកហូតសំណាងពីគេបាននេះជាផាំងសំណាងបើនាងដាំផ្កាបានកាន់តែច្រើនវានឹងរីកកាន់តែធំហើយតើខ្ញុំត្រូវដាំផ្កាប៉ុន្មានដើម្បីរួចពីសេចក្តីស្លាប់ប្រហែលជា500ដើម500ធ្វើកំភៃមើលខ្ញុំមានបញ្ជីឈ្មោះ ហ្វូយ៉ានស៊ី ហ្វូជឺយ៉ាន ជាងសៀនស៊ីឈ្មោះទាំងអស់នេះមិនមែនជាឈ្មោះសិស្សដែលពេញនិយមនៅក្នុងសាលាទេហើយពួកគេទាំងអស់សុទ្ធតែរៀននៅក្នុងថ្នាក់អន្តរជាតិត្រឹមត្រូវហើយខ្ញុំឆែកមើលសិនខ្ញុំបានចេញពីក្រៅសាលាលើកទី3ហើយនៅក្នុងអំឡុងពេលប្រឡងសប្តាហ៍មុនបើយោងតាមច្បាប់សាលាខ្ញុំអាចបដូរទៅកាន់ថ្នាក់មួយណាក៏បានតាមចិត្តរួចរាល់ហើយខ្ញុំអាចទៅរៀននៅថ្នាក់អន្តរជាតិបាននៅថ្ងៃស្អែកក្នុងពេលនេះខ្ញុំរៀបអីវ៉ាន់ហើយចាកចេញពីទីនេះបងស្រីមីងស៊ីបងស្រីយួនបានត្រឡប់មកវិញហើយតើបងចង់លាក់ខ្លួនដល់ពេលណាទៀតគ្រួសារយើងនៅជុំគ្នាបងគ្រាន់តែសុំទោសដែលធ្វើឲ្យបងស្រីយួនលាក់ស៊ីទៅបានហើយលាក់ស៊ីនៅពេលនោះចាស់យួនទើបតែមកពីមន្ទីរពេទ្យតើគ្មានអ្នកណាម្នាក់ជឿខ្ញុំឡើយទោះបីជាខ្ញុំខំប្រយល់គេក៏ដោយប៉ុន្តែពួកគេបែរជាគិតថាខ្ញុំជាអ្នកធ្វើទៅវិញខ្ញុំមិនបានធ្វើខុសផងហេតុអ្វីខ្ញុំត្រូវសុំទោសចាមីងស៊ីគ្រាន់តែរឿងតូចតាចប៉ុណ្ណឹងសោះបងចង់ចាក់ចេញពីផ្ទះមែនទេទីនេះតូចពេកខ្ញុំចង់ផ្លាស់ប្ដូរកន្លែងថ្ងៃនេះមានរយកាត់ឡើងចេះនាងដូចជាចម្លែកខុសពីធម្មតាតាមរដងមិននាងមិនយំក៏ស្រែកដែរតើមានរយកាត់ឡើងចំពោះនាងមីងស៊ីនេះឯងចង់រត់ចេញពីផ្ទះទៀតហើយមែនទេឯងកុំទៅអីពួកយើងត្រឡប់មកដូចដើមសូមជាផ្លូវបន្តិចខ្ញុំត្រូវការដើរឲ្យនាងទៅនាងនៅទីនេះនាំតែកខ្វក់ផ្ទះទេនាងជាអ្នកចង់ទៅទោះនាងកើតស្អីក៏គ្មានរឿងអ្វីតាក់ទងនឹងយើងទេគួរឲ្យអាណិតអាសូរណាស់នៅទីនេះគ្រួសារបានផ្ដល់អ្វីគ្រប់យ៉ាងទៅហើយបែរជាមិនចង់នៅទៅវិញតើនាងចង់បានស្អីគេនៅក្នុងជីវិតនេះខ្ញុំនឹងមិនទៅត្រអ្នកណាគេទៀតឡើយបន្ទាប់មកខ្ញុំនឹងរកវិធីគ្រប់បែបយ៉ាងដើម្បីឲ្យខ្ញុំមានសំណាងវិញខ្ញុំបានជួយនាងសម្គាល់ហើយអ្នកណាមានសំណាងជាងគេអ្នកនោះនឹងភ្លឺជាងគេចំណែករឿងផ្សេងទៀតនាងជាអ្នកសម្រេចអ្នកនៅថ្នាក់អន្តរជាតិពួកគេសិតតែមានសំណាងច្រើនណាស់ប្រុសម្នាក់នេះមានពន្លឺធំណាស់តើគេមានសំណាងច្រើនប៉ុណ្ណាទៅតើស្រីម្នាក់នេះជាអ្នកណាទៅនាងមិនមែនជាអ្នកនៅថ្នាក់យើងទេខ្ញុំជ្រើសលោកហើយតើមានរឿងអ្វីកើតឡើងនឹងអូព្រះអើយតើនាងមហិតក្លិនបងប្រុសស៊ីតើនាងដឹងអត់ថាគាត់ជាអ្នកណាបងប្រុសស៊ីគេគឺជាឈ្មោះលេខ1នៅបញ្ជីមុខ ហ្វូយ៉ានស៊ីនិយាយអីហ្នឹងថ្លង់ខ្លាំងណាស់